បកតុយហើយខ្ញុំជឿថាបងប្អូនណាក៏ស្គាល់ដែរប៉ុន្តែបើថាអ្នកចេះធ្វើវិញគឺមិនសូវមានទេអញ្ចឹងបើសិនជាបងប្អូនចង់ចេះពីវិធីធ្វើហើយចង់ដឹងថាធ្វើម៉េចឲ្យមានរសជាតិឆ្ងាញ់ហើយទុកបានយូរទៀតអាចមើលក្នុងវីដេអូនេះបានហើយបកតុយហើយនឹងជាម្ហូបដែលយើងអាចទុកបានធ្វើតែម្ដងច្រកកន្លទុកញ៉ាំបានរាប់ខែចំពោះគ្រឿងផ្សំដំបូងគឺយើងមានជាត្រីឆ្អើរចំពោះត្រីឆ្អើរបងប្អូនអាចប្រើជាត្រីអីក៏បានដែរអាចប្រើត្រីអណ្ដែងដូចខ្ញុំក៏បានឬក៏ត្រីរៀលត្រីអីក៏បានដែរគ្រាន់តែថាបើសិនជាយើងបានត្រីអណ្ដែងអញ្ចឹងគឺវាសាច់ច្រើនអញ្ចឹងណាដំបូងខ្ញុំគិតថាដាក់3ចង្កាក់ប៉ុន្តែបកតែ2ចង្កាក់ទៅគឺថាបានសាច់ឡើងមួយចានហើយអញ្ចឹងក៏គិតថាដាក់តែ2ចង្កាក់នឹងហ្មងទៅហើយត្រីនឹងយើងបកយកស្បែកយកក្បាលវាចេញឲ្យស្អាតមកណាបងប្អូនហើយគ្រឿងបន្ទាប់ទៀតនឹងយើងមានជាត្រប់ពុតញងខ្ទឹមសហើយនិងខ្ទឹមក្រហមខ្ទឹមសខ្ទឹមក្រហមនឹងយើងប្រើវារៀងច្រើនដែរបន្ទាប់មកយកវាមកកាត់ជាដុំតូចអញ្ចឹងដើម្បីយើងងាយស្រួលយកទៅលីងទៅគឺវាឆាប់ឡើងពណ៌កាឡាអញ្ចឹងណាបើសិនជាយើងដាក់ទាំងដុំធំអញ្ចឹងគឺមិនងាយទេបងប្អូនហើយចំពោះភ្លើងវិញគឺត្រូវប្រើភ្លើងតិចបានហើយបងប្អូនយើងលីងលើភ្លើងនោះប្រហែលជាខ្ទង់ 3-4 នាទីទៅគឺវាចាប់ផ្ដើមឡើងពណ៌កាឡាអញ្ចឹងហើយប៉ុន្តែការលីងហ្នឹងគឺយើងអត់ប្រើទឹកឬក៏ប្រើប្រេងឆាអីទេណាបងប្អូនបន្ទាប់ពីយើងលីងវាឡើងពណ៌សម្បុរមកល្មមហើយយើងលើកវាដាក់ចុះម្ដុំសិនហើយយើងមកលីងម្ទេសក្រៀមម្ដងចំពោះម្ទេសនេះបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តឬក៏បងប្អូនណាចង់ប្រើជាម្ទេសស្រស់ក៏បានដែរបើម្ទេសស្រស់ក៏ត្រូវលីងដូចគ្នាដែរហើយខ្ទះដដែលហ្នឹងគឺយើងលីងត្រីឆ្អើរម្ដងបងប្អូនដើម្បីឲ្យវាឡើងក្លិនឈ្ងុយមួយទៀតគឺវាស្រួយយើងងាយស្រួលបុកផងបន្ទាប់ពីលីងវាបាន 4-5 នាទីយើងលើកវាដាក់ចុះមកយើងមកបុកម្ទេសក្រៀមមុនគេចំពោះម្ទេសនេះបងប្អូនអាចប្រើម្ទេសហុយក៏បានដែរណាគ្រាន់តែថាម្ទេសហុយវាអត់សូវឈ្ងុយទេបងប្អូនហើយម្ទេសហ្នឹងបងប្អូនណាអត់សូវចេះហិលអាចបន្ថយបានណាហើយបន្ទាប់មកទៀតត្បាល់ដដែលហ្នឹងគឺយើងបុកត្រីឆ្អើរចំពោះត្រីឆ្អើរនេះគឺបុកឲ្យបានម៉ត់ដូចគ្នាដើម្បីកុំឲ្យវានៅមានឆ្អឹងមានអីអញ្ចឹងទៅបងប្អូនធម្មតាត្រីគឺវាមានឆ្អឹងហើយគ្រាន់តែថាត្រីឆ្អើរឆ្អឹងរបស់វាឡើងស្រួយអញ្ចឹងណាហើយបន្ទាប់មកបងប្អូនកុំភ្លេចត្រៀមជាមួយនឹងប្រហុកប្រហែលជា6-7កន្ទុយច្រាំវាឲ្យម៉ត់ហើយអាំងវាឡើងឈ្ងុយមកហើយបន្ទាប់មកទៀតនឹងគឺជាទឹកអំពិលនេះគឺជ្រុំធ្វើម៉េចឲ្យបានខាប់ល្អមែនតើណាឬក៏បងប្អូនអាចដាក់សាច់អំពិលហ្មងក៏បានដែរគ្រាន់តែថាបើដាក់សាច់អំពិលហ្មងវាអាចនឹងជូរដុំអត់សូវសព្វជាតិល្អអញ្ចឹងទៅបន្ទាប់មកទៀតនឹងយើងមកបុកត្រប់ញងលាយជាមួយខ្ទឹមសខ្ទឹមក្រហមហើយនឹងខ្ញុំដាក់ម្ទេសឆ្អើរដែលយើងបានបុកឲ្យម៉ត់ស្រាប់នឹងដាក់បុកជាមួយគ្នាហ្មងដើម្បីវាឆាប់ម៉ត់ល្អយើងបុកធ្វើមិនឲ្យបានម៉ត់ហ្មងបងប្អូនជាពិសេសគឺត្រប់ញងនឹងហ្មងតបុកមិនស្រួលទេនៅដុំញ៉ាំអត់សូវឆ្ងាញ់ទេណាហើយបន្ទាប់មកបានយើងដាក់គ្រឿងចូលហ្មងមានដូចជាប្រហុកទឹកអំពៅទុំនឹងចំនួន2ស្លាបព្រាបាយស្ករត្នោត1ស្លាបព្រាបាយហើយចុងក្រោយនឹងគឺជាប៊ីចេងចំនួន2ស្លាបព្រាកាហ្វេតទៅយើងបានដាក់គ្រឿងក្រូចចូលរួចរាល់អស់ហើយគឺយើងបុកច្បល់គ្រឿងទាំងអស់នឹងឲ្យបានចូលជាតិសព្វល្អមែនតើណាបងប្អូនព្រោះតែកាលណាយើងបុកអត់សព្វទេវាអាចនឹងនៅជូរឬក៏ប្រៃដុំអញ្ចឹងទៅបន្ទាប់ពីខ្ញុំបុកវាបានប្រហែលជា 4-5 នាទីគឺខ្ញុំប្រើស្លាបព្រាច្បល់ម្ដងទៀតទៅបងប្អូនដើម្បីឲ្យវាចូលជាតិនឹងកាន់តែសព្វល្អមើលតែវាចូលជាតិមកល្មមហើយចាំយើងដួសត្រីឆ្អើរដែលយើងបានបុកឲ្យស្រាប់នឹងដាក់ចូលជាមួយគ្នាបុកម្ដងទៀតមកបងប្អូនយើងធ្វើអញ្ចឹងគឺធ្វើឲ្យត្រីរបស់យើងនឹងឆាប់ចូលជាតិមែនតែនបើសិនជាយើងដាក់ត្រីមុនហើយដាក់គ្រឿងតាមក្រោយគឺអត់ងាយចូលជាតិទេបងប្អូនហើយការបុកនឹងរៀងពិបាកបន្តិចបងប្អូនដោយសារតែវារៀងស្អិតអញ្ចឹងណាពេលយើងបុកទៅគឺចង់ដោយទាំងត្បាល់មកវិញអញ្ចឹងទៅយើងបុកវាមើលតែចូលជាតិមកល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានណាបើចំពោះខ្ញុំប៉ុណ្្នឹងគឺមកត្រូវជាតិមកបងប្អូនរសជាតិនឹងគឺរៀងដិតបន្តិចបងប្អូនគឺរៀងប្រៃដិតបន្តិចដិតប្រហុកហើយមួយទៀតនឹងគឺហឹលបើថារសជាតិជូរផ្អែមអីគឺមិនល្មមទេហើយសម្រាប់បុកកន្ទុយហេះនឹងគឺត្រូវមែនតែនជាមួយបន្លែស្រស់ជាពិសេសគឺពពាយបងប្អូនញ៉ាំជាមួយពពាយទៅគឺត្រូវជាតិគ្នាឆ្ងាញ់ខ្លាំងមែនតែនហ្មងហ្នឹងហើយបងប្អូននេះគឺបុកកន្ទុយហេះរបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយឥឡូវខ្ញុំមកភ្លក់បន្តិចដើម្បីប្រាប់បងប្អូនថារសជាតិរបស់គេនឹងយ៉ាងណាដែរអញ្ចឹងណាហើយសម្រាប់បុកកន្ទុយហេះនេះគឺជាមុខម្ហូបដែលយើងអាចទុកបានណាបងប្អូនធ្វើហើយច្រកក្នុងកន្លទុកក្នុងទូទឹកកកពេលណាដែលយើងចង់ញ៉ាំយកវាមកញ៉ាំមកបងប្អូនគឺទុកបានរាប់ខែគឺអត់ខូចអត់អីទេណាហើយសម្រាប់បុកកន្ទុយហេះនឹងភាគច្រើនគឺគេធ្វើហិលបងប្អូននិយាយទៅបើអត់ហិលក៏វាអត់សូវឆ្ងាញ់អញ្ចឹងណាប៉ុន្តែបើសិនជាបងប្អូនណាអត់សូវចេះក៏ធ្វើបានដែរគ្រាន់តែថាយើងបន្ថយហិលបន្តិចទៅឆ្ងាញ់មែនតើបងប្អូន
សម្រាប់រសជាតិរបស់គេនោះយើងញ៉ាំទៅគឺមានអារម្មណ៍ថារៀងមានរសជាតិត្រីឆ្អើរខ្លាំងជាងគេអញ្ចឹងណាបងប្អូនរសជាតិត្រីឆ្អើរហើយមួយទៀតនោះរៀងដិតប្រហុកហើយនឹងហឹរប៉ុន្តែបើថារសជាតិជូរផ្អែមអីអានឹងគឺមិនល្មមទេជូរយើងដាក់អំពិលមែនប៉ុន្តែអត់ជូរខ្លាំងទេបងប្អូនសឹងតែថាជូរតិចយើងអត់ដឹងផងហើយបើថារសជាតិត្រប់ញងវិញញ៉ាំទៅសឹងអត់ដឹងហ្មងបងប្អូនត្រប់ញងដាក់ចូលជាមួយគេដែរប៉ុន្តែញ៉ាំទៅអត់ធំក្លិនត្រប់ញងអត់កពុលត្រប់ញងអីទេអានេះញ៉ាំមួយពពាយឆ្ងាញ់មែនតើបងប្អូនអានេះខ្ញុំថាធ្វើខ្ទង់1គីឡូបងប្អូន1គីឡូទូចប៉ុណ្ណឹងមិនល្មមនេះបងប្អូនអានេះមិនចានចង្កឹះទេណាធំជាងចានចង្កឹះប្រហែលជាគុណ2ច្រកបាន1គីឡូទុកក្នុងទូទឹកកកចង់ញ៉ាំពេលណាយកមកញ៉ាំពេលហ្នឹងមកឆ្ងាញ់មែនតើបងប្អូនរសជាតិហ្នឹងបងប្អូនយកប្រៃមកល្មមមកនេះណាកុំយកសាបពេកប្រហុកដាក់រៀងចាស់តាំងពផលមកល្មមមកទៅរៀងច្រើនតែប៉ុណ្្នឹងមកត្រូវអានេះញ៉ាំជាមួយពពាយឆ្ងាញ់ជាងបងប្អូនបើញ៉ាំមួយទៅសក់វារៀងស្អាតបន្តិចញ៉ាំទៅសក់កាត់បន្ថយជាតិប្រៃរបស់វាថ្ងៃបងប្អូនហូបមុខនេះឆ្ងាញ់ប៉ុន្តែរៀងហឹរបន្តិចអញ្ចឹងណាហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ